គ្រាន់តែមើលកលេបទាំងមាត់ដែរបងប្អូនណាបាទជាតិដប៊ិលជាតិម៉ែជាតិដែរបងប្អូនអូយបាទកន្លងមកបងប្អូនយើងធ្លាប់តែញ៉ាំ oyster ឆៅ oyster បំពងមក oyster បុក oyster កន្លងអញ្ចឹងណាបាទថ្ងៃនេះខ្ញុំផ្លាស់ប្ដូររសជាតិដែរបងប្អូនធ្វើតាមខ្ញុំម្ដងបងប្អូនយើងបាទគាត់តែមើលវីដេអូខ្ញុំពីដើមដល់ចប់បងប្អូននឹងចេះធ្វើងាយបងប្អូនណាបាទមកនេះដែរបាទគឺមានឈ្មោះថា oyster បាទចំហុយមីស៊ូខ្ទឹមសបងប្អូនអើយថាជាតិដល់កហើយបងប្អូនអើយបាទបងប្អូនយើងបាទហើយវីដេអូនេះបើគិតថាមានប្រយោជន៍បងប្អូនយើងកុំភ្លេច share ម្នាក់មួយបាទកុំឲ្យខាត់ពេលយូរបងប្អូនណាយើងទៅមើល Billធ្វើទាំងអស់គ្នាបងប្អូននៅក្នុងដៃខ្ញុំនេះគឺ oyster ដែលយើងទិញមកពីផ្សារគឺយើងធ្វើទាំងលាងស្អាតរួចរាល់ហើយបងប្អូនណាបាទដែលយើងត្រូវត្រៀមបាទគ្រឿងវាតទៅទៀតហ្នឹងគឺយើងមានមីស៊ូបាទបងប្អូនគឺយើងមានមីស៊ូដែលយើងត្រាំទឹករួចរាល់បាទឥឡូវយើងទៅដាក់គ្រឿងខ្ទឹមសបាទមានខ្ទឹមសបាទខ្ទឹមបំពងហ្នឹងហើយដាក់ខ្ទឹមបំពងជាមួយខ្ទឹមសមកបាទបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមវាយគ្រឿងវាបាទមានប៊ីចេងអញ្ចឹងបងប្អូនណាម្សៅស៊ុបបាទបងប្អូនយើងមើលតួនហើយបាទអំបិលបន្តិចមកបាទជាមួយនឹងស្ករបន្តិចបាទម្រេចសហើយជាមួយនឹងទឹកប្រេងល្ងបាទជាមួយនឹងប្រេងខ្យងហើយចុងក្រោយគឺខ្លាញ់បន្តិចមកបងប្អូនណាបាទយើងចាប់ផ្ដើមយកស្ព្រាមកកូរកន្លុកវាបាទកូរវាឲ្យស្អិតចូលគ្នាអញ្ចឹងមកបាទរួចរាល់ហើយបាទយើងយកមីស៊ូមកកាត់ប្រឡាក់បងប្អូនណាមីស៊ូយើងកាត់ឲ្យខ្លីៗតិចមកបាទយើងរៀបជុំ oyster វាស្អាតបើយើងអត់កាត់ទេវានៅវែងបាទក្រោយមកទៀតគឺយើងចាប់ផ្ដើមដាក់រ៉ូឌីបន្តិចមកបាទអធិស្ឋានបាទអំបិលហើយរ៉ូឌីបងប្អូនណាហើយទឹកស៊ីអ៊ូវខ្មៅបាទបន្ទាប់មកទៀតយើងចាប់ផ្ដើមយកខ្ទឹមសដែលយើងលាយគ្រឿងមិញយកមកចាក់ជាមួយមីស៊ូបន្តិចមកយើងច្បល់ជាមួយគ្នាបាទច្បល់ជាមួយគ្នាឲ្យសព្វមកអូខេគឺរួចរាល់ហើយបន្ទាប់មកយើងចាប់ផ្ដើមយក oyster មករៀបម្ដងមួយបាទ oyster កុំឲ្យដាច់ទេបងប្អូនណាបាទយើងរៀបឲ្យនៅអញ្ចឹងបើសិនវាដាច់ចេញគ្នាពេលយើងចំហុយទៅគឺវាធ្លាក់ឲ្យសាច់នឹងចេញបាទធ្លាក់ចេញពីស្នូកហើយបាទយើងចាប់ផ្ដើមយកមីស៊ូដែលយើងប្រឡាក់គ្រឿងមិញមកដាក់ក្នុង oyster ម្ដងមួយមកបងប្អូនយើងមើលវីដេអូខ្ញុំកុំភ្លេច share ផងបងប្អូនណាបាទហើយ follow page ជាមួយនឹង subscribe channel YouTube ផងហើយ TikTok ក៏ជួយជាម្នាក់មួយដែរបងប្អូនណាបាទយើងព្យាយាមដាក់ម្ដងមួយឲ្យអស់ចឹងមកបងប្អូនណាបាទយើងដាក់មីស៊ូពីក្រៅវាអាហ្នឹងជំហានទី1បាទយើងដាក់ពីក្រៅវាបាទជំហានទី2គឺយើងយកមីស៊ូមករៀបពីលើវាបន្តិចចឹងមកបងប្អូនណាបាទបន្ទាប់មកគឺយើងដាក់ខ្ទឹមសរោយពីលើគឺជាការស្រេចទេបងប្អូនណាបាទដូចឃើញក្នុងវីដេអូហ្នឹងចឹងបាទក្រោយមកគឺយើងបើកទៅក្តៅយើងចំហុយបងប្អូនណាបាទហើយត្រង់កន្លែងនេះដែរបញ្ជាក់បន្តិចបងប្អូនយើងអ្នកដែលត្រូវការខ្ទះជាមួយនឹងជើងចំហុយនឹងគឺខ្ញុំមានបងប្អូនណាបាទអូខេទឹកក្តៅគឺយើងដាក់ oyster ចូលបាទដាក់ចូលបាទទឹករាងពុះបន្តិចគឺយើងចាប់ផ្ដើមក្របបាទក្របនេះក៏ខ្ញុំមានលក់ដែរបងប្អូនណាបាទ$8បាទក្រោយមកទៀតគឺយើងចាប់ផ្ដើមក្របវាចំហុយចំនួន5នាទីបងប្អូនដូចឃើញក្នុងវីដេអូហ្នឹងចឹងបាទចាប់ផ្ដើមឆ្អិនហើយបាទឃើញ oyster មីស៊ូចាប់ផ្ដើមលលួយហើយបាទឥឡូវ8នាទីហើយគឺយើងបើកមើលវាបងប្អូនណាបាទឃើញថា oyster យើងគឺឆ្អិនរួចរាល់ហើយបងប្អូនណាបាទអត់មានអីត្រូវពិបាកទេឥឡូវយើងអាចចេញបានហើយបាទគឺងាយមែនតើបងប្អូនយើងវីដេអូនេះគឺចែករំលែកបងប្អូនយើងនៅរសជាតិប្លែកផ្សេងគ្នាអញ្ចឹងណាបាទបងប្អូនយើងក៏តែងតែចង់ដឹងចង់សាររសជាតិថ្មីអញ្ចឹងបងប្អូនណាបាទគឺយើងរោយស្លឹកខ្ទឹមបន្តិចគឺជាការស្រេចហើយសម្រាប់ដល់បងប្អូនចូលចិត្តខ្លាញ់បាទតែសម្រាប់បងប្អូនដែលចូលចិត្តខ្លាញ់គឺអាចស្រោចខ្លាញ់ពីលើបាទអូខេបងប្អូនណា oyster ចំហុយខ្ទឹមសនិងមីស៊ូគឺរួចរាល់ហើយបងប្អូនណាបាទបងប្អូនមើលឃើញអញ្ចឹងបងប្អូនយើងអាចធ្វើតាមខ្ញុំបានបាទធានារសជាតិបាទមិនឆ្ងាញ់បាទឲ្យឆាតមកជេរបាទអរគុណច្រើនបងប្អូនបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងទេចែករំលែកបងប្អូនយើងជាមួយនឹងមុខម្ហូបប្រចាំថ្ងៃបងប្អូនណាបាទសង្ឃឹមថាបងប្អូនយើងនឹងពេញចិត្តវីដេអូហ្នឹងហើយក៏ចែករំលែកទៅបងប្អូនយើងតដល់គ្នាបងបាទអរគុណច្រើនបងប្អូនយើងកុំភ្លេចចាំជួបគ្នានៅវីដេអូក្រោយទៀតបាទថ្ងៃស្អែកខ្ញុំនឹងចេញវីដេអូប្លែកឲ្យបងប្អូនយើងមកមុខទៀតបាទអូខេបាទអរគុណច្រើនបាទជួបគ្នានៅវីដេអូក្រោយបាយបាយ